2025 នេះដោយទីបញ្ជាការកងកម្លាំងបូព៌ាធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51ស្នើឲ្យទីបញ្ជាការកងកម្លាំងបូព៌ាផ្អាកសកម្មភាពដោយដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ហើយរងចាំការសម្រេចពីថ្នាក់លើនិងតាមបែបបទនីតិវិធីដែលត្រូវបានកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ SOP របស់ក្រមការងារ JCTF បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51សង្ឃឹមយ៉ាងមុតមមថាទីបញ្ជាការកងកម្លាំងបូព៌ាទទួលបានការឆ្លើយតបនេះនិងផ្ដល់កិច្ចសហការបានល្អនេះគឺជាលិខិតឆ្លើយតបរបស់កងពលតូចថ្មើរជើងលេខ51ដែលបានផ្ញើទៅកាន់បញ្ជាការដ្ឋាននៃកងកម្លាំងបូព៌ារបស់ថៃដែលគេបានផ្ញើលិខិតមកដើម្បីបង្ហាញថាគេមានគម្រោងនៅក្នុងការធ្វើសកម្មភាពឈូសឆាយក៏ដូចជាការដោះមីននៅលើដែនអធិបតេយ្យរបស់កម្ពុជាហើយកម្ពុជាក៏បានឆ្លើយតបទៅវិញដែលមានខ្លឹមសារដូចពីខាងដើមដែលខ្ញុំបានជម្រាបជូនហើយជាក់ស្ដែងទោះបីជាកម្ពុជាបានឆ្លើយតបក៏ដូចជាបង្ហាញនៅការគោរពច្បាប់យ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយក៏កងទ័ពថៃនៅតែបំពេញឈ្លានពានតាមរយៈការប្រើគ្រឿងចក្រកំពុងតែឈូសឆាយលើទឹកដីរបស់កម្ពុជាដោយដែលទូរទស្សនិកជនបានឃើញនៅពេលនេះដែលសកម្មភាពទាំងអស់នេះវាផ្ទុយពីកម្ពុជាផ្ទុយពីច្បាប់អន្តរជាតិផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសក៏រួមទាំងកិច្ចប្រជុំ GBC ជាដើមជាពិសេសគឺផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីពេលកន្លងទៅជាពិសេសនោះគឺផ្ទុយពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះយើងឃើញថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈលលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយនៅក្នុងនោះដែរយើងឃើញថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពមិនចង់បានព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយប្រទេសជិតខាងរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែ1មីលីម៉ែត្រឡើយនិងរក្សាសិទ្ធិត្រឹមតែការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះបាទនេះគឺជាការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងដើម្បីធ្វើយ៉ាងណាកសាងព្រំដែនជាមួយនឹងប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍក៏ប៉ុន្តែខាងភាគីថៃដែលជាប្រទេសអ្នកមានប្រទេសស៊ីវិល័យមួយនៅក្នុងតំបន់អាស៊ានរបស់យើងនេះជាប្រទេសដែលគេស្គាល់ថាជាប្រទេសដែលមានខឿនសេដ្ឋកិច្ចជាប្រទេសដែលមានអរិយធម៌មួយខ្ពង់ខ្ពស់ប្រជាជនមានចំណូលខ្ពស់មានចំណេះចេះដឹងជ្រៅជ្រះក៏ប៉ុន្តែកងទ័ពរបស់ខ្លួនកំពុងតែប្រើច្បាប់ព្រៃហើយការអនុវត្តច្បាប់នេះទៀតសោតមិនត្រឹមតែអនុវត្តនៅលើទឹកដីដែនអធិបតេយ្យរបស់ខ្លួនទេយកច្បាប់របស់ខ្លួនឯងរបស់ថៃមកអនុវត្តនៅលើដែនអធិបតេយ្យរបស់កម្ពុជាមកអនុវត្តមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាដែលពួកគាត់មានសិទ្ធិស្របច្បាប់ប្រើប្រាស់ដីតាំងពីយូរយារណាស់មកហើយកំពុងតែរស់នៅជាអចិន្ត្រៃយ៍នៅលើដីស្របច្បាប់របស់ខ្លួនចាជាការពិតណាស់លោកចន្ទធីឃើញថារយៈពេលជាង2ខែមកហើយដែលប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនេះដែលត្រូវបានចាស់កងទ័ពថៃឈ្លានពានធ្វើការរៀបបន្លាលួសក៏ដូចជាព្យាយាមក៏ឃ្លឿនបំពាននៅច្បាប់អន្តរជាតិដោយប្រើប្រាស់នៅច្បាប់របស់ខ្លួនមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាមកលើប្រជាជនដ៏ស្លូតត្រង់នៃព្រះរាជាណាចក្រកម្ពុជាហើយបើយើងចាផ្សារភ្ជាប់ទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានផ្ញើជូនលោកចាបាឡាគ្រីស្ណានរាជាអង្គរប៉ាល់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសំរុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺនៅក្នុងនោះលិខិតនេះគឺបានសរសេរថាចាកម្មវត្ថុការបន្តតាមដានទៅលើគម្រាមកំហែងដែលបន្តកើតមានលើសិទ្ធិទទួលបានលំនៅឋានសំរុំរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនកម្ពុជាថៃលោកបាឡាគ្រីស្ណានរាជាអង្គរប៉ាល់ជាទីរាប់អានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាកសមកសូមគោរពគូសបញ្ជាក់ថាជាថ្មីចំពោះញត្តិបន្ទាន់របស់
កសមកចុះថ្ងៃទី15ខែសីហាឆ្នាំ2025ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់កងទ័ពថៃដែលរំលោភបំពានទឹកដីកម្ពុជាដោយបានរាយបន្លារស់រារាំងមិនឲ្យប្រជាជន